បងប្អូនសូមជូនព័ត៌មានសំខាន់បន្ថែមទៀតដែលក្រសួងការពារជាតិកម្ពុជារបស់យើងទៅបានប្រកាសអំពីសកម្មភាពបន្តឈ្លានពានរបស់យោធាថៃតែម្ដងដែលនៅថ្ងៃនេះឈានចូលថ្ងៃទី13ហើយដែលយោធាថៃបើកការវាយប្រហារចូលទឹកដីនៃប្រទេសកម្ពុជារបស់យើងយោងតាមក្រសួងការពារជាតិកម្ពុជាបានជម្រាបជូននៅស្ថានភាពតាមបន្ទាត់ព្រំដែនកម្ពុជាថៃអំពីករណីយោធាថៃនៅតែបន្តធ្វើសកម្មភាពបាញ់ប្រហារចូលទីតាំងប្រជាជនស៊ីវិលកម្ពុជានៅយុទ្ធភូមិភាគទី5ក្នុងភូមិសាស្ត្រភូមិបន្ទាយមានរឹកស្រុកគោករមៀតស្រុកថ្មពួកខេត្តបន្ទាយមានជ័យថ្ងៃទី19ខែធ្នូនេះតែម្ដងនៅវេលាម៉ោង7:42នាទីយោធាថៃបានបើកការបាញ់ផ្លោងចំនួន5គ្រាប់ចូលផ្ទះប្រជាជនស្រុកត្រង់ដែលស្ថិតនៅភូមិបន្ទាយមានរឹកឃុំគោករមៀតស្រុកថ្មពួកខេត្តបន្ទាយមានជ័យក្រសួងការពារជាតិកម្ពុជាចាត់ទុកថាសកម្មភាពខាងលើជាការវាយប្រហារដ៏កម្រោដោយមិនរើសគោលដៅរបស់យោធាថៃជាការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិតែម្ដងក្រសួងការពារជាតិបានរាយការណ៍ថានៅវេលាម៉ោង9:45នាទីយោធាថៃក៏បានបន្តបាញ់ផ្លោងចូលផ្ទះបងប្អូនប្រជាពលរដ្ឋសូត្រង់ស្ថិតនៅភូមិសាស្ត្របឹងត្រកួនស្រុកថ្មពួកខេត្តបន្ទាយមានជ័យផងដែរដល់ឡែកនៅម៉ោង8:48នាទីយោធាថៃក៏បានធ្វើការបាញ់ផ្សែងពុលនៅភូមិសាស្ត្រភូមិជោគជ័យខេត្តបន្ទាយមានជ័យផងដែរទោះបីយ៉ាងណាក៏ដោយកងកម្លាំងកម្ពុជារបស់យើងបាននឹងកំពុងតែបន្តតាមដានយ៉ាងយកចិត្តទុកដាក់និងឈរជើងយ៉ាងរឹងមាំស្វាហាប់មោះមុតដែលនៅតែតស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញតតាំងជាមួយសត្រូវឈ្លានពាននិងប្រុងប្រយ័ត្នខ្ពស់ជានិច្ចក្នុងការបំពេញតួនាទីរបស់ខ្លួនដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជានិងសេចក្តីថ្លៃថ្នូររបស់យើងដោយអង្គអាយក្លាហានដោយមិនងាករេដាច់ខាតទោះក្នុងតម្លៃណាក៏ដោយបងប្អូនថ្ងៃនេះជាថ្ងៃទី13នៃការឈ្លានពានរបស់យោធាថៃចូលមកទឹកដីនៃប្រទេសកម្ពុជារបស់យើងតែម្ដងហើយថៃបានប្រើនៅគ្រប់មធ្យោបាយអាវុធទាំងអស់មិនថាទាំងផ្លូវគោកទាំងផ្លូវអាកាសទាំងដ្រូនពិឃាតទាំងដ្រូនទម្លាក់គ្រាប់បែកទាំងគ្រាប់បែកចង្កោមទាំងយន្តហោះចម្បាំង S16 ទេហើយការវាយប្រហារនេះមិនសំដៅតែលើមូលដ្ឋានកងទ័ពរបស់កម្ពុជាទេគឺសូម្បីតែសាលាបឋមសិក្សារបស់កុមារប្រាង្គប្រាសាទស្ពានឬក៏ទីប្រជុំជនរបស់បងប្អូនប្រជាពលរដ្ឋសូត្រង់កម្ពុជាក៏យោធាថៃបើកការបាញ់ប្រហារផងដែរដែលឡែកការប្រយុទ្ធមិញនៅឯខេត្តបន្ទាយមានជ័យឃើញថាកងកម្លាំងកម្ពុជារបស់យើងក៏បានបាញ់ទម្លាក់នៅដ្រូនស៊ើបការដ៏ពិសេសមួយរបស់ថៃដែលមានប្រវែងរហូតដល់ទៅ8ម៉ែត្របណ្ដាលឲ្យឆេះតែម្ដងដូច្នេះមានន័យថាយោធាថៃនៅមិនទាន់ស្ដាប់អ្នកណាទាំងអស់សូម្បីតែការអំពាវនាវរបស់មហាអំណាចទី1សហរដ្ឋអាមេរិករបស់ចិនក៏ដូចជារបស់ម៉ាឡេស៊ីដែលជាប្រធានអាស៊ានប្រូវេននៅក្នុងតំបន់នេះក៏ថៃមិនស្ដាប់ដែរនៅតែបន្តវាទីបន្តការបើកការវាយប្រហារតាមគ្រប់ទម្រង់ទាំងអស់មកលើបូរណភាពទឹកដីកម្ពុជាក៏ដូចជាប្រជាជនកម្ពុជាផងដែរនាទីនេះមានតែយើងតស៊ូទាំងអស់គ្នារួមគ្នាជាធ្លុងមួយដើម្បីរួមគ្នាឈ្នះនៅការឈ្លានពានរបស់យោធាថៃតែម្ដងបងប្អូនសូមតាមដានព័ត៌មានផ្លូវការបន្ថែមពីក្រសួងការពារជាតិរបស់យើងនិងស្ថាប័នមានសមត្ថកិច្ចហើយកុំជឿទៅលើការផ្សព្វផ្សាយព័ត៌មានคล้ายៗពីបណ្ដាញសារព័ត៌មានរបស់ថៃឬក៏អ្នកលេងតាមបណ្ដាញសង្គមរបស់ថៃតែម្ដងដោយសារតែថៃពេលនេះត្រូវបានគេចាត់ទុកថាជារោងចក្រនៃការផលិតព័ត៌មានคล้ายៗនិងចែកចាយព័ត៌មានคล้ายៗតែម្ដង